នៅសល់តែ3ថ្ងៃទៀតទេគឺដល់ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរយើងហើយបងប្អូនហើយខ្ញុំបានឮមកថាចូលឆ្នាំ2026នេះគឺអត់ឲ្យមានការលេងបាញ់ទឹកទេអត់ឲ្យមានយកឡានពលុតអគ្គិភ័យមកបាញ់ដូចឆ្នាំមុនទេហើយក៏អត់ឲ្យមានលេងភ្លើងបាញ់ទឹកដែរបងប្អូនហើយខ្ញុំបានឮមកទៀតថានៅខេត្តសៀមរាបយើងក៏អត់ឲ្យលេងបាញ់ទឹកទេគឺអត់មានភ្ញៀវទេសចរទេអញ្ចឹងបងប្អូនចូលមកស្ដាប់វីដេអូស្ដាប់ការនិយាយខ្ញុំហើយយល់ស្របចាប់យើងទៅលេងទឹកទាំងអស់គ្នាតែបើសិនជាបងប្អូនយល់ថាមិនយល់ស្របទេអត់គ្រប់ត្រទេបងប្អូនអាចចូល comment រិះគន់ក្នុងន័យស្ថាបនាបានបងប្អូនអញ្ចឹងខ្ញុំសូមបកស្រាយមួយតាមដែលខ្ញុំបានឮមកថានៅប្រទេសជិតខាងដែនដីឆានយើងហ្នឹងគាត់និយាយថាពិធីចូលឆ្នាំប្រពៃណីសង្ក្រាន្តហើយក៏ដូចជាលេងបាញ់ទឹកហ្នឹងគឺជារបស់វាអីចឹងណាបងប្អូនហើយខ្ញុំចង់បកស្រាយត្រង់នេះថាអញ្ចេះការពិតទៅការលេងបាញ់ទឹកឬក៏ជះទឹកគឺមានតាំងពីបរមបុរាណរបស់ខ្មែរយើងម្លេះបងប្អូនតាំងពីក្មេងគឺខ្ញុំតែងតែឃើញយាយខ្ញុំតាខ្ញុំគឺតែងតែចិត្តចូលឆ្នាំឬក៏នៅក្នុងថ្ងៃចូលឆ្នាំអីជួបជុំបងប្អូនហើយតែងតែរៀបចំពិធីស្រង់ព្រះចឹងណាស្រង់ព្រះដល់ចាស់ទុំហើយទៅក៏មានការបាញ់ទឹកជះទឹកគ្នាទៅវិញទៅមកអីចឹងទៅតែដោយសារតែមានពាក្យចចាមអារាមក៏ដូចជាបំរាមហ្នឹងដោយសារតែអ្នកខ្លះលេងខុសតំណងលេងមិនបងប្អូនគឺមានច្រកទឹកដាក់ចូលក្នុងថង់ហើយទឹកគប់ចំកតាភ្នែកកតាមុខអីចឹងណាមកហើយការដែលខ្ញុំនិយាយថាច្រកទឹកដាក់ថង់ហើយគប់តាមអ្នកជិះម៉ូតូអីចឹងណានឹងពិតប្រាកដមែនគ្រាន់តែមួយចំនួនតូចលេងខុសរបៀបមួយវិញទៀតគឺបាញ់ចូលភ្នែកបងប្អូនដឹងស្រាប់ហើយថាចូលឆ្នាំតែងតែនាំកំភ្លើងមកពីប្រទេសសៀមចៅចង្រៃហ្នឹងយកមកបាញ់ទឹកតែអ្នកខ្លះក៏លេងខុសរបៀបលេងបាញ់ភ្នែកអីចឹងទៅអញ្ចឹងវាអាចជាមិនមែនជាការសប្បាយទៅជាមានការបង្កគ្រោះថ្នាក់អីចឹងណាបងប្អូនអញ្ចឹងត្រឡប់មកវិញការលេងបាញ់ទឹកនេះគឺលេងតាំងពីបរមបុរាណខ្មែរយើងមកម្លេះបងប្អូនបន្ទាប់ពីថ្ងៃចូលឆ្នាំឬក៏មុនចូលឆ្នាំតែងតែធ្វើពិធីស្រង់ព្រះអញ្ចឹងណាបងប្អូនមួយចំណែកទៀតហ្នឹងចង់ប្រាប់បងប្អូនទាំងអស់គ្នាថាបើសិនជាយើងអត់ចូលចិត្តប្រទេសមួយហ្នឹងយើងពាក់ឯកាប្រទេសមួយហ្នឹងហើយយើងគួរតែកុំនាំចូលកំភ្លើងរបស់ពួកវាទៀតអញ្ចឹងណាបងប្អូនយើងអាចមានបោយជះទឹកបានតាយើងអាចមានប៉ោតអីចោះជះទឹកបានតាមួយវិញទៀតម្សៅបើសិនជាដឹងថាម្សៅហ្នឹងនាំចូលពីប្រទេសហ្នឹងហើយដែលយើងកំពុងតែពាក់ខាយើងកុំលេងម្សៅវាតែយើងអាចលេងម្សៅរបស់ខ្មែរយើងបានតែបងប្អូនឥឡូវមានបងប្អូនខ្មែរយើងផលិតដែលជាស្នាដៃកូនខ្មែរមានតែបងប្អូនគាត់ថាយើងលេងប៉ាត់ម្សៅយើងកុំលេងហួសហេតុពេកហើយកុំឲ្យចូលភ្នែកកាហាយមើលផ្លូវមិនឃើញអញ្ចឹងអាចជីជ្រុលជ្រោះមានគ្រោះថ្នាក់អីចឹងណាបងប្អូនម្យ៉ាងវិញទៀតចង់និយាយពីឡានពលុតអគ្គិភ័យដែលជារៀងរាល់ឆ្នាំនៅខេត្តសៀមរាបឲ្យតែពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងហ្នឹងគឺតែងតែបាញ់ទឹកឡានពលុតអគ្គិភ័យហ្នឹងណាបងប្អូនហើយមានបាញ់ពពុះសាប៊ូអីចឹងទៅកាលថ្ងៃចូលឆ្នាំ2025អង្គរសង្ក្រាន្តហ្នឹងគឺឡានពលុតអគ្គិភ័យហ្នឹងគឺយកទៅបាញ់នៅមុខប្រាសាទអង្គរវត្តហ្មងបងប្អូនការនោះសម្រាប់ខ្ញុំអារម្មណ៍ខ្ញុំផ្ទាល់បងប្អូនមេឃកំពុងតែក្តៅខ្លាំងអញ្ចឹងណាពេលដែលបានបាញ់ទឹកស្រោចខ្ញុំថាឆ្នាំកញ្ចប់នេះគឺសម្រាប់ដាំទឹកហូបប្រចាំថ្ងៃអត់មានជាតិល្វីងជាតិចត់ទេគឺហូបទៅស្រួលឆ្ងាញ់ស្រួលលេបទេហើយហូបទៅគឺបាត់ឆ្អល់បាត់ឆ្អល់ពោះនេះបាត់ថប់ផ្លូវដង្ហើមសម្រានក៏បានហូបក៏បានដល់អញ្ចឹងសាច់យើងក៏ប្រែមកលេងស្ងួតលេងក្តៅសាច់ទៀតហើយអាថប់ផ្លូវដង្ហើមក៏លេងថប់ដែរដល់អញ្ចឹងអាផ្សិតអណ្ដាតកំពូងកយើងធ្លាប់ក្តៅកធ្លាប់ដាតយើងសហ្នឹងក៏វាបាត់វាធូរស្រាប់ទាំងភ្ញៀវជាតិភ្ញៀវអន្តរជាតិបានលេងទឹកជុំគ្នាអញ្ចឹងមានអារម្មណ៍ថាដូចបានលេងទឹកជ្រោះក៏ដូចជាបានតិចរៀងតិចតិជុំរៀងតិចចិត្តណាបងប្អូនព្រោះអីថ្ងៃនោះគឺមេឃក្តៅខ្លាំងមែនតើបងប្អូនហើយក៏មានភ្លៀងដែរមួយថ្ងៃពីរក៏មានភ្លៀងដែរបងប្អូនហើយខ្ញុំក៏នឹងដាក់វីដេអូនេះឲ្យបងប្អូនបានស្ដាប់ខ្ញុំនិយាយផងហើយក៏បានមើលទស្សនវិជ្ជានៅថ្ងៃចូលឆ្នាំនោះអញ្ចឹងមកដល់ឆ្នាំ2026បើថ្នាក់ដឹកនាំយើងមានបំរាមមិនឲ្យយកឡានពលុតអគ្គិភ័យលេងទឹកទេក៏យើងនឹងរកវិធីលេងអីផ្សេងក្រៅពីនឹងអញ្ចឹងណាបងប្អូនយើងស្ដាប់គោរពតាមថ្នាក់ដឹកនាំយើងអញ្ចឹងណានឹងជាយោបល់ខ្ញុំបងប្អូនមួយវិញទៀតបងប្អូនការលេងទឹក3ថ្ងៃហ្នឹងគឺបងប្អូនខ្មែរយើងរួមទាំងជនជាតិបរទេសហ្នឹងគឺប៉ុណ្ណឹងស្កប់ស្កល់ឯងបងប្អូនលេងទឹកតែ3ថ្ងៃទេហើយមិនមែនឆ្លងទៅលេង2 3អាទិត្យអីឲ្យខាតបងទឹកច្រើនទេបងប្អូនលេងតែ3ថ្ងៃតែប៉ុណ្ណោះបងប្អូនយ៉ាងច្រើនឆ្លងទៅ4ថ្ងៃតែប៉ុណ្្នឹងឯងបងប្អូននៅខេត្តសៀមរាបតែផុតពីថ្ងៃលេងទឹក3 4ថ្ងៃនឹងហើយនឹងមានភ្ញៀវទេសចរមកលេងខេត្តសៀមរាបយើងជាធម្មតាដោយសារអីគេមិនមែនគោលបំណងមកលេងទឹកតែ3ថ្ងៃហ្នឹងឯងបងប្អូនគឺគេចង់មកឃើញប្រាសាទដែលជារតនវត្ថុដ៏អស្ចារ្យលើโลกនៃប្រាសាទអង្គរវត្តដែលមានឈ្មោះដើមថាប្រាសាទបរមវិស្ណុលោកនេះឯងបងប្អូន
ហើយជនជាតិបរទេសក៏គាត់ចង់មកភ្លក់ពីម្ហូបខ្មែរយើងចង់ស្គាល់ពីប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងផងដែរបងប្អូនដែលមានសម្បូរបែបច្រើនមែនទែនច្រើនដល់ថ្នាក់អ្នកចិត្តខាងស្រឡាញ់លោពេកដល់ថ្នាក់ហ៊ានលួចហ៊ានក្រឡៃហ៊ាននិយាយបោកប្រាស់សពបែបសពយ៉ាងណាបងប្អូនខ្ញុំនិយាយតែប៉ុណ្្នឹងបងប្អូនប្រកាសជាបានដឹងថាខ្ញុំចង់សម្ដៅទៅប្រទេសមួយណាដែរបងប្អូនទៅនេះគឺខ្ញុំងាកមកនិយាយពីល្បែងប្រជាប្រិយរបស់ខ្មែរយើងវិញម្ដងបងប្អូនជារៀងរាល់ឆ្នាំប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងអត់ដែរចោលទេបងប្អូនគឺតែងតែមានកម្មវិធីលេងល្បែងកម្សាន្តដូចជាលេងបោះអង្គញ់ចោលឈូងទាញព្រាត់អីហ្នឹងគឺមានទាំងអស់នៅថ្ងៃចូលឆ្នាំ3ថ្ងៃហ្នឹងបងប្អូនពួកយើងទាំងអស់គ្នាអត់ដែរភ្លេចពីប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងទេបងប្អូនបើមានក៏មានតិចតួចដែរបងប្អូនដែលតែងតែបំពេញតែងតែភ្លេចមួយចំនួនទូចតែប៉ុណ្ណោះបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ន័យដែលខ្ញុំបាននិយាយហើយយើងគួរទៅលេងទឹកបន្តទៀតនៅថ្ងៃចូលឆ្នាំ3ថ្ងៃនេះបងប្អូនទី1គឺការស្រង់ព្រះហើយនាំគ្នាលេងចាក់ទឹកទៅវិញទៅមកតាំងពីយូរលង់តាំងពីបរមកាលមកហើយបងប្អូនហើយទី2គឺចង់ឲ្យបងប្អូនមើលបានដឹងពីអាកាសធាតុឥឡូវបងប្អូនប្រកាសជាបានដឹងហើយថាក្តៅខ្លាំងជាងឆ្នាំ2025ទៀតបងប្អូនឥឡូវហ្នឹងគឺ40 41 39អីចឹងទៅកម្ដៅរាល់ថ្ងៃនេះបងប្អូនប្រកាសជាបានដឹងហើយក្តៅចង់លហែកតវល់ហើយអញ្ចឹងបើសិនជាយើងបានលេងចាក់ទឹកត្រជាក់ទៀតយើងមានអារម្មណ៍ថាស្រស់ស្រាយអញ្ចឹងណាបងប្អូនកុំឲ្យយើងថតរូបដើម្បីឲ្យវាស្រស់ស្អាតតែបែរជាមុខកញើមួយអីចឹងណាបងប្អូនក្តៅខ្លាំងពេកហ៎បងប្អូនគួរតែលេងចាក់ទឹកជះទឹកដោយសេចក្ដីធម៌ក៏ដូចជាដោយសេចក្ដីថ្លៃថ្នូរអញ្ចឹងណាបងប្អូនលេងឲ្យបានសមរម្យនៅថ្ងៃចូលឆ្នាំ3ថ្ងៃហើយកំភ្លើងបាញ់ទឹកដែលយើងធ្លាប់នាំចូលពីប្រទេសចោលហ្នឹងហើយយើងគួរតែពាក់អ៊ីកាបន្តទៀតយើងកុំលេងកំភ្លើងបាញ់ទឹករបស់ពួកវាទៀតបងប្អូនពាក់អ៊ីកាបន្តទៀតបងប្អូននៅមានជំរុំភាសឹកច្រើនណាស់ដោយសារតែពួកវាប្លន់ដីការៈដូចជាអាសាឈឺក្បាលវិលមុខស្វាំងភ្នែកអាសាផ្ដាសាយញឹកញាប់ក៏ដូចជាមានហៀសវល់ត្រូវក្តៅក៏ពិបាកត្រជាក់ខ្លាំងក៏ពិបាកអាសាកតាសនេះគឺជាអាការៈអាឡែស៊ីចំហនេះគឺជាដំណាក់កាលទី1បងប្អូនតែបើសិនជាបងប្អូនមិនទាន់ព្យាបាលទេទុកយូរនឹងវិវត្តទៅជាឫសដងច្រមុះហើយថ្ងៃនេះដែរបើសិនជាបងប្អូនមានអាការៈដូចនេះខ្ញុំរៀបរាប់ខាងលើត្រឹមតែអាឡែស៊ីចំហទេខ្ញុំចង់ណែនាំពីអសុបបុរាណខ្មែរមួយដែលជាការៈដែលខ្ញុំរៀបរាប់ខាងលើគឺបងប្អូនភាសាបាន3ថ្ងៃចាប់ផ្ដើមច្រមុះយើងស្ងួតមិនសូវជាកតាស់ញឹកញាប់ជាងមុនទេអាសាប្រាសាយអីហ្នឹងក៏បាត់ដែរបងប្អូនហើយមួយវិញទៀតបងប្អូនអាសាឈឺក្បាលញឹកញាប់សក់យើងក៏រៀងស្កើស្បែកស្ងួតស្បែកស្អាតស្វាងភ្នែកមើលមិនសូវបានឆ្ងាយមើលទៅរៀងស្វាងប្រើមួយឈុតនេះគឺជាដាច់តែម្ដងបងប្អូនតែត្រូវតមរយៈពេល60ឆ្នាំផងបងប្អូនរបៀបប្រើការតមគឺនៅលើកញ្ចប់ហ្នឹងមានស្រេចហើយបើសិនជាបងប្អូនអាសាឈឺក្បាលខ្លាំងពេលដែលបងប្អូនខលមកជីវថ្នាំបងប្អូនប្រាប់ខាងបងប្អូនបន្ថែមតិចទៀតមកនឹងមានថ្នាំជំនួយឲ្យបំបត្តិឈឺក្បាលហ្នឹងផ្សេងពីហ្នឹងទៀតបងប្អូនអាចដាំលាយចូលជាមួយនឹងថ្នាំឬដូងចំហឬក៏អាឡាក់ស៊ីចំហនេះបានបងប្អូនអញ្ចឹងបើសិនជាបងប្អូនបានជីវថ្នាំហ្នឹងទៅកុំបារម្ភអីដោយសារតែថ្នាំនេះអត់មានជាតិចត់ជាតិរវិញឬក៏ប៉ះពាល់អ្វីផ្សេងទាំងអស់បងប្អូនគឺឈ្ងុយដូចតែអញ្ចឹងការហាថ្នាំក៏ដូចជាការវេចខ្ចប់គឺមានអនាម័យខ្ពស់ខ្លាំងណាស់បងប្អូនអរគ្នាអាចមានថ្នាំនឹងដៃអាចកាច់មើលបានគឺថ្នាំទាំងស្រួយទាំងផងដាំទឹកហើយក្តៅឈ្ងុយតែម្ដងបងប្អូនហើយថ្នាំខ្មែរដ៏ល្អនេះវិញគឺមានតាំងពីបរមរានមកម្លេះបងប្អូនគឺហុំសឹមជាដាច់វិធីប្រើក៏ដូចជាការតមគឺមាននៅលើកញ្ចប់ស្រេចសូមបញ្ជាក់ប្រាប់បងប្អូនថាថ្នាំខាងយើងខ្ញុំគឺព្យាបាលជំងឺផ្សេងគ្នាអត់មានថ្នាំមួយកញ្ចប់ត្រូវបានជំងឺរាប់រយមុខដូចថ្នាំគេផ្សេងណាបងប្អូនបើបងប្អូនមានអាការៈដូចបងប្អូនរៀបរាប់ខាងលើបងប្អូនមានចម្ងល់បន្ថែមក៏ដូចជាចង់ពិគ្រោះជាមួយនឹងអ្នកគ្រូឆៃចម្រើនផ្ទាល់បងប្អូនអាចតាក់ទងទៅលេខទូរស័ព្ទនៅលើកញ្ចប់ក៏ដូចជានៅលើវីដេអូនេះស្រេចសិនជាបងប្អូនចាប់អារម្មណ៍ចង់ជាវឱសថពីផេកមួយណាបងប្អូនក៏អាចឆែកមើលសិនមុននឹងយើងជឿនឹងទុកចិត្តទិញចង់ដឹងថាគេលក់យូរប៉ុណ្ណាអ្នកចុច follow page ប៉ុណ្ណាបងប្អូនអាចឆែកមើល page ខាងបងប្អូនឬក៏ page ខាងគេសិនមុននឹងបងប្អូនជឿទុកចិត្តមុននឹងការទិញជៀសវាង page คล้ายៗបងប្អូនអ្វីដែលខ្ញុំចង់បង្ហាញបន្តទៀតគឺវីដេអូមួយនេះឯងបងប្អូនទាំងអស់គ្នាតារាចម្រៀងគឺតែងតែចង់លឺស្នូទះដៃក៏ដូចជាការផ្ដល់កម្លាំងចិត្តលើកទឹកចិត្តអីចឹងណាបងប្អូនសម្រាប់អ្នករាំនៅក្រោមកម្ដៅថ្ងៃ40អង្សាជាងនេះក៏ដូចគ្នាដែរបងប្អូនយើងគួរតែគាំទ្រក៏ដូចជាឲ្យបេះដូងឲ្យមេដៃលើកទឹកចិត្តពួកគាត់បងប្អូនទាំងអស់គ្នានិយាយទៅកម្ដៅថ្ងៃក្តៅខ្លាំងមែនតើបងប្អូនមើលទៅមុខគាត់មើលទៅញើសនៅមុខគាត់គ្នាមើលតាំងពីលើដល់ក្រោមបងប្អូនឃើញអត់គាត់បានពាក់ជើងណាបងប្អូននៅក្នុងវីដេអូមួយហ្នឹងហើយបងប្អូនទាំងអស់គ្នាគួរតែគាំទ្រអីគាត់កំពុងតែបង្ហាញពីរបាំប្រពៃណីរបស់ខ្មែរយើងស្លៀកឈុតរបស់ខ្មែរយើងណាបងប្អូនគួរឲ្យកោតសរសើរនិងស្ញប់ស្ញែងពួកគាត់ខ្លាំងមែនតើបងប្អូនខ្ញុំមានតែផ្ដល់កម្លាំងចិត្តលើកទឹកចិត្តហើយក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹង share ចែករំលែកវីដេអូលើកទឹកចិត្តដល់ក្រុមពួកគាត់ដែលកំពុងតែបង្ហាញសមត្ថភាពហ្នឹងណាបងប្អូនមួយវិញទៀតគឺខ្ញុំសូមអធិស្ឋាននិងអរគុណដល់ម្ចាស់វីដេអូដែលបានផុសវីដេអូនេះផងខ្ញុំបានយកវីដេអូនេះមកបង្ហាញចែករំលែកបន្តទៀតសង្ឃឹមថាបងនឹងអធិស្ឋានដល់បងប្អូនផងហើយក៏
អរគុណដែលបងបានបង្ហាញវីដេអូមួយនេះបងប្អូនខ្ញុំឃើញហើយក៏ដុកក្ដួលហើយក៏រំភើបខ្លាំងមែនទែនបងប្អូនដែលគាត់ព្យាយាមបង្ហាញសមត្ថភាពក៏ដូចជាបានបង្ហាញពីរបាំរបស់ខ្មែរយើងក្រោមកម្ដៅដែលកំពុងតែក្ដៅខ្លាំងខ្ញុំនិយាយតែប៉ុណ្្នឹងបងប្អូនទាំងអស់គ្នាប្រកាសជាបានដឹងហើយបងប្អូនថាកម្ដៅថ្ងៃរាល់ថ្ងៃនេះវាឡើងដល់កម្រិតណាហើយបងប្អូនពាក្យដែលខ្ញុំចង់និយាយគឺមានតែប៉ុណ្្នឹងឯងបងប្អូនជាចុងក្រោយគឺសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូមួយជូនពរឲ្យបងប្អូនរកស៊ីមានបានពងប្រាថ្នាអីបានសម្រេចដូចបំណងហើយថែរក្សាសុខភាពញ៉ាំទឹកឲ្យបានច្រើនបងប្អូនសុខភាពល្អគឺជាទ្រព្យដែលមិនអាចកាត់ថ្លៃបានណាបងប្អូនតើសុខភាពយើងល្អរឹងមាំពេលដែលយើងបានទៅដើរកម្សាន្តនៅកន្លែងណាហើយយើងបានថតរូបស្អាតៗយើងរីករាយមួយសារមកដល់ផ្ទះយើងអស់មើលទូរស័ព្ទក៏ដូចជាអស់មើលរូបភាពដែលយើងបានថតរួចយើងរីករាយមួយសារទៀតចឹងណាបងប្អូនហើយប្រហែលឆ្នាំចុងក្រោយនេះគឺខ្ញុំមើលឃើញថាគ្រប់ខេត្តនីមួយៗតែងតែព្យាយាមតុបតែងដេគ័រខេត្តរបស់គាត់ខ្លាំងមែនទែនបងប្អូនឥឡូវនេះគឺលេចធ្លោខេត្តកំពង់ចាមខេត្តក្រចេះក៏ដូចជាបាត់ដំបងកំពង់ធំគឺមានខេត្តជាច្រើនទៀតដែលខ្ញុំបានអូសថ្ងៃនេះខ្ញុំសូមបកស្រាយបញ្ហាជំងឺរដូងបាតកាពះពោះវៀនព្រោះកើតដំបូងគឺមិនដឹងទេគ្រាន់ថាទី1គឺឆ្អល់ពោះតឹងពោះអសបអសល់អញ្ចឹងបាត់ជើងតិចបាត់ជើងមកអស់អញ្ចឹងធ្វើយើងហូបបន្លែឆៅទៅវាទៅជារៀកមកភ្លាមអត់កិនទេហើយឆ្អល់ទៅថប់ដង្ហើមទៅរួយក៏ស្វាំងភ្នែកសម្រាប់អត់គ្រប់គ្រាន់រួយដៃរួយជើងចុកឆ្អឹងខ្នងក្បាលយើងអាសាឈឺទៅស្លុបបើសិនបាត់ជើងមិនអស់គឺឈាមរត់អត់ស្រួលវារួយក៏ស្វាំងភ្នែកទូរស័ព្ទឃើញការតុបតែងរបស់ពួកគាត់បងប្អូនមានទេពកោសល្យស្នាដៃកូនខ្មែរហើយបង្ហាញអីដែលជារបស់ខ្មែរមានរូបការរំដួលហើយក៏មានស្នាដៃក៏ដូចជាមានសិល្បៈជាច្រើនទៀតដែលគាត់កែច្នៃពេលដែលសង្ក្រាន្ត3ថ្ងៃហ្នឹងណាចាប់ផ្ដើមលេចសម្រស់មកបណ្ដាហើយបងប្អូនហើយសង្ឃឹមថាឆ្នាំក្រោយខេត្តផ្សេងនឹងព្យាយាមបង្ហាញសម្រស់ខេត្តមួយដើម្បីឲ្យបានដូចថាទៅលេងខេត្តមួយណាឆ្លងខេត្តមួយណាហើយក៏មិនភ្លេចចុះថតរូបនៅខេត្តមួយនោះដែលគាត់ឆ្លងកាត់អីចឹងណាបងប្អូនបើនិយាយពីសាំងនៅក្នុងឆ្នាំនេះវិញគឺឡើងថ្លៃកប់ខុសពីរាល់ឆ្នាំបងប្អូនតែយ៉ាងណាក៏សូមឲ្យការធ្វើដំណើរនៅថ្ងៃចូលឆ្នាំ3ថ្ងៃនេះពុកម៉ែបងប្អូនទាំងអស់គ្នាសូមឲ្យបានសុខសុវត្ថិភាពទាំងទីចិត្តទីថ្ងៃទាំងទៅនឹងត្រឡប់មកវិញសូមឲ្យបានសុខអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះហើយ page របស់បងប្អូនគឺចែករំលែកអីដែលល្អទេសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តបងប្អូននឹងចុច follow page មួយនេះផងបងប្អូនអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានគាំទ្រក៏ដូចជាចូល comment ក៏ដូចជាការរិះគន់ក្នុងន័យស្ថាបនាអរគុណសម្រាប់គ្រប់យ៉ាងជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាបាយបាយសម្រាប់បងប្អូនដែលកំពុងតែមានអាការៈធ្វើទុកពិបាកបាត់ជើងម្ដងយូរជួនកាលបាត់ជើងមកលាមកដាច់ដោយអាចចន្សាយមានអារម្មណ៍ថាបាត់ជើងមិនអស់ពីពោះចេះតែតឹងពោះឈឺចង្កេះឈឺខ្នងហេវហត់អស់កម្លាំងនឹងគឺជាអាការៈធ្វើទុកនៃជំងឺឬដងបាតហើយបងប្អូនថ្នាំព្យាបាលខាងបងប្អូនជាប្រភេទថ្នាំខ្មែរបងប្អូនភាសាពី5ថ្ងៃទៅ7ថ្ងៃចាប់ផ្ដើមផ្លូវលាមកឆ្លាស់បាត់ជើងអស់ហើយបងប្អូនឯឬដងបាតដែលដុះចេញខាងក្នុងនិងខាងក្រៅចាប់ផ្ដើមរួញស្វិតបន្តិចម្ដងស្វិតដូចសាច់កណានចឹងអត់កើតមកវិញទេបងប្អូនក្នុងអំឡុងពេលឧស្សាហ៍ថ្នាំចង់ឲ្យថ្នាំមានប្រសិទ្ធភាពលឿនគឺបងប្អូនត្រូវតមរយៈពេលហូបថ្នាំសិនការតមគឺមាននៅលើកញ្ចប់ស្រាច់ក៏ដូចជាមាននៅក្នុងកេសនិងស្រាច់តែម្ដងថ្នាំខ្មែរខាងបងប្អូនគឺគិតគូរពីអនាម័យខ្ពស់បំផុតបងប្អូនទាំងអស់គ្នាទាំងការហាថ្នាំក៏ដូចជាការវេចខ្ចប់បងប្អូនបានយកថ្នាំទៅគឺអាចកាច់មើលថ្នាំបានគឺថ្នាំហ្នឹងឡើងស្រួយកាច់ទៅលឺទាំងផុសពេលដែលដាំទឹករួចហ្នឹងគឺក្លិនឈ្ងុយដូចតែអញ្ចឹងបងប្អូនទាំងអស់គ្នាអត់មានជាតិចត់ជាតិល្វីងនៅក្នុងហ្នឹងអត់មានជាតិថែរក្សាថ្នាំទុកឲ្យបានយូរអីអត់ទេបងប្អូនទាំងអស់គ្នាគឺថ្នាំនេះល្អខ្លាំងមែនតើបងប្អូនថ្នាំខ្មែរយើងសឹមជាដាច់អត់មានប៉ះពាល់អ្វីផ្សេងទាំងអស់បងប្អូនសូមបញ្ជាក់ប្រាប់បងប្អូនថាថ្នាំខាងយើងខ្ញុំគឺព្យាបាលជំងឺផ្សេងគ្នាអត់មានថ្នាំមួយកញ្ចប់ត្រូវបានជំងឺរាប់រយមុខដូចថ្នាំគេផ្សេងណាបងប្អូនបើបងប្អូនមានអាការៈដូចបងប្អូនរៀបរាប់ខាងលើបងប្អូនមានចង្អល់បន្ថែមក៏ដូចជាចង់ពិគ្រោះជាមួយនឹងអ្នកគ្រូឆៃចម្រើនផ្ទាល់បងប្អូនអាចតាក់ទងទៅលេខទូរស័ព្ទនៅលើកញ្ចប់ក៏ដូចជានៅលើវីដេអូនេះស្រេចសិនជាបងប្អូនចាប់អារម្មណ៍ចង់ជាវឱសថពី page មួយណាបងប្អូនក៏អាចឆែកមើលសិនមុននឹងយើងជឿនឹងទុកចិត្តទិញចង់ដឹងថាគេលក់យូរប៉ុណ្ណាអ្នកចុច follow page ប៉ុណ្ណាបងប្អូនអាចឆែកមើល page ខាងបងប្អូនឬក៏ page ខាងគេសិនមុននឹងបងប្អូនជឿទុកចិត្តមុននឹងការទិញជៀសវាង page ខ្លាំងៗបងប្អូន